ស្ដីទាំងអស់គ្នាពេលនេះយើងមកបន្តរឿង Dragon Ball Z ជាបន្តទៀតប៉ុន្តែមុននឹងចូលទៅកាន់ការបកស្រាយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like ម្នាក់មួយផងដើម្បីឲ្យវីដេអូនេះមានអ្នកមើលកាន់តែច្រើនកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការបកស្រាយទាំងអស់គ្នាការពីវាមុន Goku បានប្រយុទ្ធគ្នាជាមួយ Frieza ប៉ុន្តែមើលទៅ Goku មិនអាចធ្វើឲ្យ Frieza បានទេទោះបីជាគេប្រើប្រាស់ Kaioken ក៏ដោយចំណែកឯ Captain Ginyu វិញក៏កំពុងតែស្ថិតនៅក្នុងរាងកាយរបស់ Bulma ផងដែរនៅក្នុងវគ្គនេះដែរ Captain Ginyu ក៏បានស្ទុះទៅផ្ទះក្បាលរបស់ Krillin ជាច្រើនដៃរហូតដល់គេហត់ប៉ុន្តែ Krillin វិញអត់ឈឺឲ្យសំបីបន្តិចព្រោះថារាងកាយរបស់ Bulma អត់ដែលហាត់ក្បាច់គុណពីមុនមកទេអញ្ចឹងហើយរាងកាយរបស់នាងគឺខ្សោយមែនតើដោយឃើញថារាងកាយមិនអាចធ្វើឲ្យបាន Captain Ginyu ក៏ធ្វើការផ្លាស់ប្ដូររាងកាយជាមួយ Piccolo តែសំណាងឲ្យពេលនោះ Gohan ក៏គប់កង្កែបដែលជា Bulma ទៅកាន់ Piccolo ធ្វើឲ្យ Captain Ginyu ផ្លាស់ប្ដូរមកក្នុងរាងកាយសត្វកង្កែបវិញ Bulma ពិតជាសប្បាយចិត្តខ្លាំងមែនតើមកមើល Goku ហើយនិង Frieza បានធ្វើការប្រើប្រាស់ថាមពលរបស់គេកាប់ទៅលើ Goku តែសំណាងឲ្យ Frieza ក៏កាប់ខុសធ្វើឲ្យដីនិងទឹកនៅទីនោះដាច់ចេញជាពីរឃើញថាថាមពលរបស់ Frieza ខ្លាំងបែបនេះធ្វើឲ្យ Goku ភ័យនិងញ័រខ្លួនខ្លាំងមែនតើ Goku ក៏សួរខ្លួនឯងថាតើនឹងមានរឿងអ្វីកើតឡើងបើសិនជាគេមិនអាចយកឈ្នះទៅលើ Frieza បាន Piccolo ដែលចូលមើលក៏ប្រាប់ Gohan ហើយនិង Krillin ថា Goku គឺមានថាមពលខ្លាំងមែនប៉ុន្តែ Frieza មានថាមពលខ្លាំងជាង Goku ដល់ទៅ100ដងនៅលើភពរបស់ King Kai វិញ King Kai បានប្រាប់គ្នារបស់ Goku ថា Goku គ្មានផ្លូវនៅក្នុងការយកឈ្នះទៅលើ Frieza ទេព្រោះថា Frieza មិនបានបញ្ចេញថាមពលរបស់គេបានពាក់កណ្ដាលផងនិយាយរួច King Kai ក៏ចាប់ផ្ដើមយំហើយក៏និយាយលួងខ្លួនឯងថា Goku ប្រកាសជាអាចយកឈ្នះបានមកមើលភព Namek វិញ Frieza ក៏សួរ Goku ថាតើគេចង់ស្លាប់ដោយលឿនបំផុតឬមួយក៏គេចង់ស្លាប់ដោយទទួលការជិះចាប់ខ្លាំងបំផុត Goku វិញគេអត់តបទេឃើញបែបនេះ Frieza ក៏និយាយថាតើមានវិធីណាខ្លះដែលយើងអាចធ្វើឲ្យឯងកាន់តែជឿចាប់ខ្លាំងជាងនេះយើងអាចកំទេចក្បាលរបស់ឯងចាប់ដោស្លឹកទៅជារបស់ឯងឬមួយក៏ចង់ឲ្យយើងកំទេចពងរបស់ឯងកន្លែងនឹងដែររៀងអាក្រក់ស្ដាប់បន្តិចហើយប៉ុន្តែ admin បកប្រែតាមការនិយាយរបស់ពួកគេតែប៉ុណ្ណោះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនប្រកាន់Goku ក៏តបវិញថាទោះបីជាឯងខ្លាំងជាងយើង100ដងក៏យើងនៅតែមិនចោះចាញ់ដែរទោះបីជាវាកំទេចរាងកាយរបស់យើងក៏ដោយក៏យើងត្រូវតែយកឈ្នះទៅលើឯងឲ្យបានព្រោះថាយើងចង់ឲ្យឯងទទួលបាននៅអ្វីដែលសមនឹងអំពើអាក្រក់ដែលឯងបានធ្វើ Frieza ក៏ដឹងថាការនិយាយរបស់ឯងធ្វើឲ្យយើងងងុយដេកខ្លាំងណាស់ប៉ុន្តែយើងមិនប្រកាន់ទេព្រោះថាមនុស្សម្នាក់ៗតែងតែមានពាក្យចុងក្រោយរបស់ពួកគេនិយាយរួច Frieza ក៏ស្ទុះទៅវាយ Goku យកតែម្ដងរហូតដល់គេដេកដួលទៅនឹងដីFrieza ក៏ចាំ Goku បោះចូលទៅក្នុងទឹកពេលដែលគេងើបមកវិញក៏មានប្លាសមួយបានហោះមករកគេតែ Goku ក៏លឹបចូលទឹកវិញតាន់ Frieza ក៏បន្តបាញ់ប្លាសរបស់គេជាច្រើនថែមទៀតដើម្បីកុំឲ្យ Goku អាចងើបមកដកដង្ហើមបានបន្ទាប់ពីហែបានឆ្ងាយបន្តិច Goku ក៏ងើបចេញពីទឹកតែក៏ត្រូវ Frieza យកជើងរបស់គេរុញ Goku ចូលទៅក្នុងទឹកវិញធ្វើឲ្យ Goku ស្រវៃស្រវាពេញនឹងរហូតដល់គេសម្លាប់បាត់ទៅGoku ក៏ស្រមៃឃើញគ្នារបស់គេដែលនៅលើភពផែនដីត្រូវបានស្លាប់ទាំងអស់ចំណែកឯភពផែនដីវិញក៏ផ្ទុះខ្ទេចផងដែរដោយភ័យពេក Goku ក៏បញ្ចេញថាមពលយ៉ាងខ្លាំងធ្វើឲ្យគេរួចចេញពី Frieza បាន Goku ក៏ស្រែកថាអនាគតគ្នារបស់គេជាមួយនឹងអនាគតនៃចក្រវាឡមួយនេះគឺពឹងទៅលើគេហើយ Goku ក៏ប្រើប្រាស់ Kaioken របស់គេប៉ុន្តែលើកនេះគេដំឡើងថាមពលរបស់វាឡើងទៅដល់20ដងរួចក៏បាញ់ Kamehameha តម្រង់ទៅកាន់ Frieza ធ្វើឲ្យ Frieza ត្រូវរបួសរាងគួរសមដែរប៉ុន្តែនៅតែមិនអាចយកឈ្នះទៅលើ Frieza បាន Piccolo ក៏និយាយថាការប្រយុទ្ធរបស់ Goku ត្រូវបានបញ្ចប់ហើយព្រោះថាមុននឹងការប្រកួតនេះ King Kai បានហាមពួកគេជាខ្លាំងមិនឲ្យពួកគេប្រកួតជាមួយ Frieza ឡើយហើយពេលនេះវាពិតជាដូចអ្វីដែល King Kai បានប្រាប់ពួកគេមែន Frieza វិញគេពិតជាខឹងខ្លាំងមែនទែនព្រោះថារាងកាយរបស់គេមិនដែលត្រូវរបួសរហូតដល់ធ្ងន់ធ្ងរបែបនេះទេអញ្ចឹងហើយគេត្រូវតែសម្លាប់ Goku ឲ្យលឿនគឺកាន់តែល្អ Frieza ក៏ស្ទុះទៅវាយ Goku យកតែម្ដងចំណែកឯ Gohan វិញគេក៏ចង់ចូលទៅជួយឪពុករបស់គេដែរតែ Piccolo ក៏ចាប់គេមិនឲ្យទៅ Frieza ក៏សួរ Goku ថាតើគេព្រមចោះចាញ់ដែរឬទេ Goku ក៏ស្ដោះទង់មាត់ដាក់មុខរបស់គេធ្វើឲ្យ Frieza រត់តែខឹងថែមទៀត Goku ក៏ចាប់ផ្ដើមឮសំឡេង Vegeta នៅក្នុងខួរក្បាលរបស់គេដោយ Vegeta បានសួរគេថាតើឯណាទៅកិត្តិយសរបស់ Sen ព្រោះតែឈាមដែលរត់នៅក្នុងខ្លួនរបស់ឯងគឺជាឈាមជ័ររបស់ Sen អញ្ចឹងហើយឯងមិនត្រូវចោះចាញ់ដោយងាយៗបែបនេះទេព្រោះថាមានតែឯងតែម្នាក់គត់ដែលជាអ្នកត្រូវសងសឹកឲ្យពូជសាសន៍ Sen របស់ពួកគេ Vegeta ក៏បន្តទៀតថាឯងគឺជាមនុស្សចុងក្រោយនៃពូជអ្នកចម្បាំងរបស់ពួកគេអញ្ចឹងហើយឯងត្រូវតែប្រើប្រាស់ថាមពល Super Saiyan ដែលនៅក្នុងខ្លួនរបស់ឯងដើម្បីយកឈ្នះទៅលើ Frieza ស្របពេលនឹងដែរ Frieza ក៏ប្រើប្រាស់ថាមពលរបស់គេកំទេចនៅដីដែលនៅទល់មុខ Goku រួចពួកគេក៏បន្តប្រយុទ្ធគ្នាទៀតតែមើលទៅ Goku នៅតែមិនអាចធ្វើឲ្យ Frieza បានគឺត្រូវ Frieza បាញ់ខ្លួនរបស់គេឡើងសុសសាច់អស់ហើយ
នៅលើភពរបស់ King Kai វិញក៏មានវត្តមាននៃក្រុម Ginyu Force បានទៅដល់ទីនោះបងមកភព Namek វិញ Goku បានលើកដៃរបស់គេទាំងពីរឡើងទៅខាងលើធ្វើឲ្យ Frieza ឆ្ងល់ខ្លាំងមែនទែនថាគេកំពុងតែធ្វើអ្វីតាមពិត Goku គេកំពុងតែប្រើប្រាស់ថាមពល Spirit Bomb ដោយថាមពលនេះគឺស្រូបថាមពលចេញពីភាវៈរស់ទាំងអស់ដែលស្ថិតនៅលើភពមួយនេះបូករួមទាំងផ្កាយរបស់ភពមួយនេះផងដែរGoku គេដឹងថាគេមិនគួរប្រើប្រាស់ក្បាច់មួយនេះទេព្រោះតែ King Kai ធ្លាប់បានហាមគេមិនឲ្យប្រើប្រាស់វាព្រោះតែថាមពលរបស់វាអាចកំទេចនៅភពមួយបានប៉ុន្តែដោយសារតែគ្មានជំរើស Goku ក៏សម្រេចចិត្តប្រើប្រាស់ Spirit Bomb ដើម្បីយកឈ្នះទៅលើ Frieza វិញក៏ឈរមើល Goku ប្រើប្រាស់នៅក្បាច់មួយនេះព្រោះតែគេមិនដឹងទេថា Goku កំពុងតែប្រមូលថាមពល Piccolo Gohan និង Krillin ពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែពួកគេចាប់បានចំហាយថាមពលដ៏ខ្លាំងមួយនៅក្បែរនោះនៅពេលដែលពួកគេទៅខាងលើក៏ឃើញថាមានដុំថាមពលដ៏ធំមួយនៅលើក្បាលរបស់ពួកគេដែលដុំថាមពលនេះគឺជា Spirit Bomb Frieza វិញគេអត់ដឹងទេថា Spirit Bomb កំពុងតែនៅលើក្បាលរបស់គេ Spirit Bomb វិញក៏បន្តរីកមាឌកាន់តែធំទៅ Frieza ក៏សួរ Goku ថាតើគេកំពុងតែស្រោចដំណាំឲ្យសួនច្បាររបស់គេមែន Goku វិញគេសង្ឃឹមថា Frieza នឹងមិនធ្វើអីគេព្រោះតែគេត្រូវការពេលវេលានៅក្នុងការប្រមូលថាមពលពីភាវៈរស់ដែលស្ថិតនៅលើភពមួយនេះក៏ដូចជាភពដែលស្ថិតនៅក្បែរនេះផងដែរនៅលើភពរបស់ King Kai វិញក្រុម Ginyu Force ក៏ចាប់ផ្ដើមបាញ់បំផ្លាញអ្វីៗដែលនៅទីនោះព្រោះតែពួកគេចង់គ្រប់គ្រងភពរបស់ King Kai ត្រឡប់មកភព Namek វិញ Frieza ទ្រាំលែងបានទៀតហើយក៏ចាប់ផ្ដើមវាយទៅលើ Goku យកតែម្ដងដោយ Goku មិនតដៃវិញទេនឹងនៅតែបន្តលើកដៃរបស់គេឡើងទៅខាងលើទៀតឃើញបែបនេះ Piccolo ក៏ឲ្យ Gohan និង Krillin កាន់ដៃរបស់គេដើម្បីប្រកួតថាមពលរបស់ពួកគេទៅឲ្យ Goku បន្ទាប់ពីត្រូវ Frieza វាយឡើងទួសាច់ហើយ Goku ក៏សើចធ្វើឲ្យ Frieza រត់តែខឹងថែមទៀតរួចក៏បាញ់ Blast របស់គេយ៉ាងខ្លាំងមួយទៅកាន់គេ Frieza ក៏និយាយថាបន្ទាប់ពីគេសម្លាប់ Goku រួចហើយគេនឹងសម្លាប់កូនរបស់គេបន្ទាប់មកនឹងសម្លាប់គ្នារបស់គេតាមក្រោយទៀតនៅពេលនោះពូសាសេននឹងបាត់វត្តមានចេញពីចក្រវាឡមួយនេះនិយាយរួច Frieza ក៏តម្រង់ដៃចង្អុលរបស់គេទៅកាន់ Goku ដែលស្ថិតនៅក្នុងទឹកស្រាប់តែពេលនោះគេក៏ចាប់អារម្មណ៍ថារូបភាពប្រច័ណ្ឌដែលចាំងនៅក្នុងទឹកមានរូបរាងខុសពីធម្មតានៅពេលដែលគេងើយឡើងលើធ្វើឲ្យគេកាំងខ្លាំងមែនទែនព្រោះថានេះមិនមែនជាព្រះអាទិត្យទេប៉ុន្តែវាគឺជាបាល់មួយដែលពោរពេញទៅដោយថាមពលពេលនោះ Frieza ដឹងហើយថាអ្វីដែល Goku ធ្វើមុនហ្នឹងគឺដើម្បីបង្កើតនូវគ្រាប់បាល់ថាមពលមួយនេះស្របពេលនឹងដែរ Piccolo ក៏ឲ្យ Gohan និង Krillin នៅទីនេះហើយគេនឹងទៅប្រយុទ្ធជាមួយ Frieza ដើម្បីបញ្ជាពេលឲ្យ Goku ស្រូបថាមពលចូលទៅកាន់ Spirit Bomb បន្ថែមទៀតស្របពេលនឹងដែរFrieza ក៏រៀបនឹងបាញ់សម្លាប់ Goku តែសំណាងឯ Piccolo ក៏ចូលមកជួយគេតាន់ Piccolo ក៏ប្រាប់ឲ្យ Goku ស្រូបឲ្យលឿនមកព្រោះថាមុនហ្នឹងគេបានប្រើប្រាស់ថាមពលចុងក្រោយរបស់គេទាត់ទៅលើ Frieza អញ្ចឹងហើយនៅក្នុងខ្លួនរបស់គេមិនសូវមានថាមពលច្រើនទៀតទេពេលនោះ Frieza ក៏ហត់ចេញពីក្នុងទឹកមកវិញPiccolo ក៏ហៅមកតទល់ជាមួយនឹង Frieza Gohan វិញគេពិតជាចង់ចូលទៅជួយ Piccolo ខ្លាំងមែនទែនប៉ុន្តែ Krillin ហាមគេមិនឲ្យទៅព្រោះថាវាមានគ្រោះថ្នាក់ខ្លាំងពេក Piccolo ក៏បាញ់ Blast របស់គេជាច្រើនដើម្បីបញ្ជាពេល Friezaបន្ទាប់ពីបាញ់ឡើងហត់ហើយឃើញថា Frieza អត់មានរបួសអីសូម្បីបន្តិចថែមទាំងធ្វើមុខឌឺដាក់ Piccolo ថែមទៀតនៅលើភពរបស់ King Kai វិញក៏មានការប្រយុទ្ធគ្នារវាងក្រុម Ginyu Force និងគ្នារបស់ Goku ផងដែរ Fighters! King Kai, give us a break here! ចំណែកឯភព Namek វិញ Frieza វាយ Piccolo ឡើងទួសាច់ហើយរៀបនឹងសម្លាប់ Piccolo ហើយស្រាប់តែមាន Blast ចំនួន2បានហោះមករកគេដែលនេះគឺជាស្នាដៃរបស់ Gohan និង Krillin Frieza គេខឹងខ្លាំងមែនទែនក៏បញ្ចេញនូវដុំថាមពលខ្មៅមួយដើម្បីបំផ្ទុះភពមួយនេះប៉ុន្តែពេលដែលគេហោះឡើងទៅលើបានបន្តិចក៏ត្រូវ Spirit Bomb ស្រូបយកដុំថាមពលខ្មៅរបស់គេរួចក៏ធ្លាក់មកសង្កត់គេយកតែម្ដងធ្វើឲ្យទីនោះមានបន្ទុះផ្ទុះខ្លាំងមែនទែនមើល King Kai វិញក៏សប្បាយចិត្តខ្លាំងមែនទែនព្រោះថាគាត់គិតថា Goku បានយកឈ្នះទៅលើ Frieza ហើយធ្វើឲ្យគ្នារបស់ Goku សប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែក្រុម Ginyu Force វិញពួកគេមិនជឿថា Frieza ចាញ់ទេ
នៅលើភព Namek វិញបន្ទាប់ពីមានបន្ទូលដ៏ធំរួចឃើញថានៅសល់តែ Gohan និង Krillin តែប៉ុណ្ណោះមិនឃើញវត្តមានរបស់ Goku និង Piccolo ទេធ្វើឲ្យ Gohan និង Krillin ព្រួយបារម្ភខ្លាំងមែនទែនខ្លាចថាពួកគេត្រូវបានប៉ះពាល់ជាមួយនឹងបន្ទុះរបស់ Spirit Bomb ហើយវ៉ានេះក៏ចាប់ត្រឹមកន្លែងហ្នឹងអញ្ចឹងយើងមានតែរងចាំនៅវគ្គក្រោយតែប៉ុណ្ណោះថាតើ Goku និង Piccolo បានស្លាប់ដោយសារតែបន្ទុះរបស់ Spirit Bomb ឬមួយក៏យ៉ាងណាហើយ Spirit Bomb ដែល Goku បាញ់ទៅកាន់ Frieza អាចសម្រាប់ Frieza បានដែរឬទេបាទអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះអ្នកទាំងអស់គ្នាអាចជួយគាំទ្រ admin តាមរយៈការចុច like និង subscribe បានហើយអ្នកទាំងអស់គ្នាក៏អាចគាំទ្រ admin តាមរយៈ QR code មួយនេះបានផងដែរជួបគ្នានៅវីដេអូក្រោយ